រនសួស្តីបងប្អូនថ្ងៃនេះបើកថ្ងៃល្អណាស់បងប្អូនអើយនេះនោះខាងកើតនៅខាងនោះបងប្អូនអើយពីថ្ងៃនេះទៅខ្ញុំរួចខ្លួនហើយឈប់ជូនកូនទៅទៀតហើយដោយសារឡានសាលាហ្នឹងគេមកយកក្មេងនៅចិត្តផ្ទះខ្ញុំអញ្ចឹងយើងដើរតាមតិចទៅដល់ហើយថ្ងៃនេះចង់ថតទុកជាអនុស្សាវរីយ៍បងប្អូនអើយថ្ងៃទី1ដែលគាត់ដើរទៅឡានសាលាខ្លួនឯងអញ្ចឹងប៉ុន្តែសម័យខ្លួនហ្នឹងគាត់ណាអ្នកឡើងដើរហើយសួរថាម៉មមីទៅណាខ្ញុំថាម៉មមីទៅមើលអូនថតរូបទុកអីចឹងគាត់ថាអត់ចង់ឲ្យឈោមើលគាត់ខ្មាស់ហើយយូរ12ឆ្នាំឥឡូវលេងចង់ចូលក្នុងវីដេអូអីហើយបងប្អូនអើយគាត់ខ្មាស់ចឹងខ្ញុំមានតែលួចថតពីចងាយនឹងឯងទឹកចិត្តម្ដាយទុកជាអនុស្សាវរីយ៍ហើយនេះបងប្អូនឡានសាលាហ្នឹងមកចាំហួសអាកន្លែងកាច់ជ្រុងអាកន្លែងហួសដើមឈើពណ៌ស្វាយនឹងតិចឯងឡានសាលាមកដល់ឯងហ្នឹងអញ្ចឹងទៅធូរខ្ញុំមែនទែនហើយបងប្អូនឃើញកូនក្មេងចាំហ្នឹងទៅសាលាផ្សេងមួយទៀតបងប្អូនអើយកូនពើខ្ញុំឲ្យកន្លោះស្ដោកហើយឥឡូវសុំសម្ភាសមួយសិនហើយចុះថ្ងៃនេះកូនឯងដើរទៅឡានសាលាខ្លួនឯងមានអារម្មណ៍មិនដែរកូនសប្បាយចិត្តថាមើលសប្បាយចិត្តហើយចង់ដើរទៅហ៎ចង់មកមីជូនទៅដើរចង់ដើរទៅបើខ្លួនឯងអូខេតោះអូខេចឹងតោះកូនសិស្សដើរទៅឲ្យបងប្អូនអើយលឿនណាខ្ញុំនៅតែមានអារម្មណ៍ដូចនៅក្នុងពោះមួយមុនសោះឥឡូវជិត12ឆ្នាំហើយដើរទៅឡានសាលាខ្លួនឯងប៉ុន្តែខ្ញុំធូរមកកម្រិតទៀតឲ្យបងប្អូនយើងមានពេលសម្រាប់ខ្លួនឯងច្រើនហើយម្យ៉ាងទៀតចំណេញថ្លៃសាំងទៀតសាំងពងថ្លៃផងនៅក៏ដល់ចុងកាច់ជ្រុងហ្នឹងឡានមកយកពីកន្លែងហ្នឹងឯងមកផ្ទះវិញបងប្អូនអារម្មណ៍មិញពេលឃើញឡានបោះលួចថតឡានសាលាពីចងាយមានអារម្មណ៍ថាក្តុកក្តួលក្នុងអរ៉ាបន្តិចដែរទឹកចិត្តជាម្ដាយតើអូយកូនយើងធំហើយលឿនមែនទែនពេលវេលាបងប្អូនអើយចឹងបានថាបងប្អូននៅពេលដែលបងប្អូនមានកូនតូចណាចាប់ពីកើតមករហូតដល់កូនចូលសាលារៀនហ្នឹងគឺជាពេលដ៏ល្អមែនទែនដែលយើងជាម្ដាយជាពុកនឹងចំណាយពេលមួយកូនណាហើយកូនខូចកូនល្អភាគច្រើនគឺពេលដែលយើងពីតូចហ្នឹងហើយយើងចិញ្ចឹមបីបាច់តំណាក់តំណងស្នាភាគច្រើនគឺវ័យតូចកុមារភាពនឹងឯងសំខាន់មែនទែនបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមនេះហើយបងប្អូនអរគុណបងប្អូនដែលបានទស្សនាអូខេអរគុណច្រើនជម្រាបលា